សួស្តីតើនេះជានរណាពូតើពូកំពុងរកសិនឆៃមែនទេតើពូស្គាល់គាត់ដោយរបៀបណាសូមអភ័យទោសខ្ញុំបានឃើញគាត់នៅចំណតឡានក្រុងកុំបារម្ភអីពូធ្លាប់ឃើញគាត់ពីមុនមកខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំមានស្នាមតូចមួយនៅលើចិញ្ចើមរបស់គាត់ហើយខ្ញុំក៏មានប្រជ្រួយពីរនៅពីក្រោយត្រចៀករបស់គាត់ដែរតើពូអាយុប៉ុន្មានអាយុ10ឆ្នាំតើពូឈ្មោះអ្វីលេងសួយតើពូនៅឯណាឥឡូវនេះផ្លូវ Channel នៅអសស្ថានបើក24ម៉ោងសួយកុំទៅណារងចាំពូនៅទីនេះខ្ញុំនឹងនៅទីនោះគាត់មិនបានស្ដីបន្ទោសខ្ញុំទេខ្ញុំក៏ចង់បានម៉ាក់ប៉ាដែរប៉ុន្តែបើខ្ញុំមិនមែនទេតើពួកគេនឹងសោកសៅទេខ្ញុំមិនចង់បានឪពុកដែលវាយមនុស្សនឹងផឹកស្រាទេមិនអីទេខ្ញុំរស់នៅដូចស្មៅរាល់ថ្ងៃយប់នេះនឹងដូចគ្នាតើគាត់មកដល់ហើយឬនៅអង្គុយចុះមួយសន្ទុះខ្ញុំមកខ្វក់ខ្ញុំនឹងជូតកៅអីឲ្យយកខ្វក់អ្នកអាចជូតវាបានប្រសិនបើវាខ្វក់គាត់ពិតជាមកមែនសួយតើអ្នកជាសួយមែនទេពូមានសំណួរមួយទៀតសម្រាប់ចៅតើចៅមានស្នាមពីកំណើតពណ៌ស្រាលនៅផ្នែកខាងក្នុងនៃក្តៅខាងឆ្វេងរបស់ចៅពេលចៅនៅតូចទេមានអ្វីកើតឡើងចំពោះវាចៅធ្លាប់មានមួយប៉ុន្តែក្រោយមកខ្ញុំបានរងរបួសនៅទីនេះហើយឥឡូវនេះវាមើលមិនឃើញមែនហើយវាពិតជានៅទីនេះមែនចៅមិនកុហកចៅទេវាតែងតែនៅទីនេះតើចៅគួរធ្វើអ្វីស្នាមពីកំណើតលែងមើលមិនឃើញទៀតហើយតើគាត់មិនស្គាល់ខ្ញុំទេពូបើចៅគិតថាគាត់យល់ច្រឡំខ្ញុំអាចចាក់ចេញបានសួយចៅមិនបាននិយាយថាគាត់មិនជឿចៅទេពូមិនបាននិយាយថាគាត់មិនជឿចៅទេប៉ុន្តែស្នាមពីកំណើតពិបាកមើលណាស់ឥឡូវនេះតើចៅធ្លាប់ទៅមន្ទីរពេទ្យពេលមានរឿងអ្វីកើតឡើងនៅទីនេះពីមុនទេចៅមិនចាំបាច់ទៅទេមីងលូបាននិយាយថាក្មេងជាសះស្បើយយ៉ាងឆាប់រហ័សហើយយើងមិនគួរខ្ជះខ្ជាយលុយលើរឿងតូចតាចបែបនេះទេតើគាត់នៅតែគិតថាមានអ្វីមួយមិនត្រឹមត្រូវទេតាមពិតទៅចៅបានកុហកចៅអំពីរឿងផ្សេងទៀតពេលខ្ញុំទូរស័ព្ទទៅខ្ញុំគិតថាទោះបីជាខ្ញុំមិនមែនជាសិនជីហឺក៏ដោយតើចៅអាចចាក់ចេញពីកន្លែងនេះយ៉ាងហោចណាស់បានទេខ្ញុំមិនមានបំណងបោកប្រាស់លុយអ្នកទេខ្ញុំគ្រាន់តែមិនចង់ត្រឡប់ទៅវិញទេអរគុណដែលបានប្រាប់ពូពីការពិតទោះបីជាវាជាជីហឺឬអត់ក៏ដោយយើងអាចដឹងនៅមន្ទីរពេទ្យកុំគិតអំពីរឿងទាំងនេះឥឡូវនេះឯងសើមជោគហើយឯងនឹងឈឺប្រសិនបើឯងឈរនៅទីនេះទៀតប៉ុន្តែមីងលូបានប្រាប់ខ្ញុំឲ្យទៅយកក្រណាត់ក្រែមុនពេលត្រឡប់ទៅវិញបើខ្ញុំទៅជាមួយឯងឥឡូវនេះតើខ្ញុំមិនធ្វើបានពាក់កណ្ដាលទេមិនអីទេយើងនឹងយកក្រណាត់ក្រែទៅជាមួយយើងប្រសិនបើមានអ្វីដែលអ្នកត្រូវប្រាប់យើងពូនឹងនិយាយជាមួយគាត់ជំនួសអ្នកមិនចាំបាច់ទេវានឹងសើមគ្រាន់តែបោកវាប្រសិនបើវាសើមកក់ក្ដៅណាស់កុំបារម្ភយើងនឹងយកក្រណាត់ក្រែទៅជាមួយយើងពិតមែនទេខ្ញុំពិតជានឹងចាក់ចេញមែនទេចូលយើងរៀបចំខ្លួននៅមន្ទីរពេទ្យកុមារយើងត្រូវពិនិត្យឲ្យកូនជាមុនសិនការធ្វើតេស្តបុគ្គលិកលក្ខណៈក៏មានតម្លៃដែរតើអ្នកចង់សួរអ្វីចុះបើចុងក្រោយខ្ញុំមិនមែនជាសិនជីហឺទេហឺមតើអ្នកនឹងបញ្ជូនខ្ញុំត្រឡប់ទៅវិញទេទោះបីជាវាបង្ហាញថាអ្នកមិនមែនជាជីហឺក៏ដោយយើងមិនអាចបញ្ជូនក្មេងអាយុ10ឆ្នាំត្រឡប់មកវិញដោយសារតែរឿងនោះទេតើគាត់និយាយការពិតទេតើអ្នកសើមខ្លួនយ៉ាងនេះដោយរបៀបណាមិនអីទេមកទីនេះអង្គុយទីនេះសម្រាប់អ្នកតើខ្ញុំត្រូវចំណាយសម្រាប់រឿងនេះទេប្រសិនបើវាខ្វក់ជាការពិតណាស់ទេកុំបារម្ភយើងគ្រាន់តែវាស់សីតុណ្ហភាពរបស់អ្នកយើងនឹងបដូរសម្លៀកបំពាក់ស្ងួតឲ្យអ្នកហើយធ្វើតេស្តមូលដ្ឋានមួយចំនួននៅពេលក្រោយតើវានឹងត្រូវចំណាយប្រាក់ច្រើនទេអ្នកមិនចាំបាច់ព្រួយបារម្ភអំពីរឿងនោះទេប៉ុន្តែទោះបីជាខ្ញុំមិនបារម្ភក៏ដោយចូលថែរក្សាខ្លួនឯងជាមុនសិនអ្នកនិយាយម្ដងហើយម្ដងទៀតថាអ្នកសុខសប្បាយជាទេប៉ុន្តែអ្នកត្រជាក់បែបនេះហើយអ្នកហៅវាថាល្អតើអ្នកតែងតែស៊ូទ្រាំនឹងរឿងនេះនៅពេលដែលអ្នកមិនស្រួលខ្លួនទេមីងលូបាននិយាយថាក្មេងមិនងាយនឹងប្រតិកម្មទេគ្រាន់តែអត់ធ្មត់វានឹងកន្លងផុតទៅវាមិនល្អទេក្នុងការបន្តរំខានមនុស្សពេញវ័យលោកសិនសូមចេញមកខាងក្រៅជាមួយខ្ញុំមួយផ្លែតមានរឿងខ្លះអំពីក្មេងដែលខ្ញុំត្រូវសួរនាងដោយប្រុងប្រយ័ត្នតើមានអ្វីខុសជាមួយខ្ញុំទេមីងគ្រាន់តែសួរសំណួរមួយចំនួនប៉ុណ្ណោះតើមីងតែងតែធ្វើបែបនេះមិននិយាយអ្វីទាំងអស់ពេលមិនស្រួលខ្លួនមែនទេភាគច្រើនខ្ញុំធ្វើប្រហែសតើវាគ្រាន់តែជាការធ្វើប្រហែសមែនទេមីងលូមិនមានន័យដូច្នោះទេគាត់គ្រាន់តែខ្លាចថាខ្ញុំនឹងបន្តធ្វើខុសហើយមនុស្សនឹងសើចចំអកឲ្យខ្ញុំនៅពេលក្រោយតើមីងជួយធ្វើការនៅសន្តាគារទេមែនហើយខ្ញុំអាចធ្វើបានច្រើនបន្ទាប់ពីភ្ញៀវចាក់ចេញខ្ញុំយកកន្សែងនិងក្រណាត់ក្រែហើយខ្ញុំជូតជណ្ដើរមីងធ្វើរឿងទាំងអស់នេះមែនទេខ្ញុំធ្វើវាយ៉ាងលឿនចុះអាហារវិញតើមីងបញ្ចប់ការងាររបស់អ្នកមុនគេពេលអ្នករវល់ទេ
មីងលូនិយាយថាអាហារអាចកម្ដៅឡើងវិញបានប្រសិនបើវាត្រជាក់ប៉ុន្តែអ្នកមិនអាចរង់ចាំនរណាម្នាក់ធ្វើវាបានទេពូកុំខឹងអីខ្ញុំមានសមត្ថភាពណាស់ខ្ញុំមិនខឹងនឹងអ្នកទេខ្ញុំនឹងធ្វើការងាររបស់ខ្ញុំឲ្យបានល្អចាប់ពីពេលនេះទៅខ្ញុំពិតជាមិនបង្កបញ្ហាអ្វីដល់អ្នកទេស៊ុយមើលពូនិយាយដែរថាអ្នកធ្វើការយឺតប៉ុន្តែអ្នកមានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះតើមានអ្វីខុសជាមួយការធ្វើការយឺតបន្តិចប៉ុន្តែមីងលូបាននិយាយថាប្រសិនបើអ្នករស់នៅក្នុងផ្ទះរបស់អ្នកដទៃអ្នកត្រូវតែមានភាពវៃឆ្លាតចោះអាហារវិញតើអ្នកត្រូវតែបញ្ជាក់ថាអ្នកមានប្រយោជន៍មុនពេលអ្នកអាចញ៉ាំអាហារបានទេអ្នកមិនអាចគ្រាន់តែញ៉ាំហើយស្នាក់នៅដោយឥតគិតថ្លៃនោះទេស៊ុយស្ដាប់ពូរបស់អ្នកក្មេងអាយុ10ឆ្នាំគួរតែញ៉ាំគេងនឹងទៅសាលារៀនវាមិនមែនជាអ្វីដែលនរណាម្នាក់ផ្ដល់ឲ្យអ្នកទេហើយអ្នកមិនចាំបាច់ដោះដូរវាជាមួយការងារទេតើអ្នកអាចស្នាក់នៅដោយមិនធ្វើការបានទេតើនោះមានន័យថាខ្ញុំមិនចាំបាច់ធ្វើអ្វីសម្រាប់អ្នកទេប្រសិនបើអ្នកពិតជាចង់ជួយអ្នកអាចជួយពូរបស់អ្នកឲ្យយកពេងមួយប៉ុន្តែវាមិនមែនថាអ្នកនឹងមិនទទួលបានអាហារដោយសារតែអ្នកមិនធ្វើការនោះទេយល់ទេការត្រួតពិនិត្យជាមូលដ្ឋានត្រូវបានធ្វើរួចកុមារត្រូវការសម្រាកនិងអាហារូបត្ថម្ភការធ្វើទេសភាពជាឪពុកនៅតែត្រូវបានពន្លឿនសួស្ដីហ្គូឡានខ្ញុំគិតថាខ្ញុំបានរកឃើញស៊ីហ៊ឺក្មេងស្រីអាយុ10ឆ្នាំស្នាមតូចមួយនៅចុងចិញ្ចើមរបស់នាងនិងប្រជ្រុយនៅពីក្រោយត្រចៀករបស់នាងត្រូវគ្នានាងថែមទាំងដឹងពីទីតាំងនៃស្នាមកំណើតដែលយើងមិនដែលបង្ហាញជាសាធារណៈទៀតផងចុះស្នាមពីកំណើតវិញមានរឿងអ្វីមួយបានកើតឡើងនៅទីនោះពេលក្រោយហើយឥឡូវមើលមិនឃើញទេតើកូននៅឯណាមន្ទីរពេទ្យកណ្ដាលទី2តើនាងសុខសប្បាយជាទេនាងមានសុខវិនិច្ឆ័យណាស់ខ្ញុំមិនដឹងថានាងបានឆ្លងកាត់អ្វីអស់រយៈពេលជាច្រើនឆ្នាំមកនេះទេផ្ញើអាសយដ្ឋានមកខ្ញុំការពិនិត្យសុខភាពជាមូលដ្ឋានមិនបង្ហាញបញ្ហាធំដុំអ្វីទេប៉ុន្តែកូនខ្សោយនិងខ្វះអាហារូបត្ថម្ភកុំរំខាននាងយប់នេះអីទុកឲ្យនាងញ៉ាំអ្វីមួយហើយគេងលក់ស្រួលតើការធ្វើតេស្តរោគភាពជាឪពុកត្រូវចំណាយពេលប៉ុន្មានសំណាក់ត្រូវបានផ្ញើទៅដើម្បីពន្លឿនដំណើរការវាគួរតែចំណាយពេលប្រហែល3ម៉ោងបើវាលឿនប៉ុន្តែដូចដែលខ្ញុំបាននិយាយកុំសួរនាងច្រើនពេករហូតដល់លទ្ធផលចេញនាងភ័យគ្រប់គ្រាន់ហើយថ្ងៃនេះយកអាហារស្រាលទៅមន្ទីរពេទ្យកុមារបបរធម្មតាសុទ្ធចំហុយនឹងអ្វីដែលងាយរំលាយគ្មានរសជាតិហឹរពូតើនេះសម្រាប់ខ្ញុំដែរឬទេមានអ្វីទៀតខ្ញុំមិនអាចឲ្យអ្នកញ៉ាំពីចំណែកដោយខ្លួនឯងបានទេកុំភ័យអីចូលយើងជែកគ្នាអ្នកបានរៀននៅសាលារបស់លូមីមែនទេមែនហើយថ្នាក់ទី4តើនិទេសរបស់អ្នកយ៉ាងដូចម្ដេចដែរពួកគេល្អទេអ្នកនិយាយថាពួកគេល្អប៉ុន្តែពួកគេមានចំណាត់ថ្នាក់ប៉ុន្មានលើកមុនបានលេខ4ក្នុងថ្នាក់វាមិនល្អទេវាល្អណាស់ហើយចុះសាលាវិញតើអ្នកចូលចិត្តវាទេសាលាមិនធំទេមានតែអគារ2ប៉ុណ្ណោះសួនកុមារមានភពពេលភ្លៀងប៉ុន្តែគ្រូភាសាចិនពូកែណាស់តើយ៉ាងដូចម្ដេចពេលខ្ញុំមិនមានសៀវភៅលំហាត់គាត់តែងតែឲ្យសៀវភៅដែលសិស្សមុនទុកឲ្យខ្ញុំដោយនិយាយថាទោះបីជាពួកគេចាស់ក៏ដោយពួកគេនៅតែធ្វើការតើអ្នកញ៉ាំអ្វីសម្រាប់អាហារថ្ងៃត្រង់នៅសាលាជាធម្មតាខ្ញុំមិនទិញអាហារនៅសាលាទេហេតុអ្វីតើគ្មានអាហារដ្ឋាននៅសាលាទេបាទចាស់សប៉ុន្តែវាត្រូវចំណាយប្រាក់ពេលខ្លះខ្ញុំយកនំប៉័ងចំហុយមកញ៉ាំនៅពេលព្រឹកនំប៉័ងចំហុយមួយសម្រាប់មួយថ្ងៃមិនមែនមួយថ្ងៃទេខ្ញុំមិនតែងតែញ៉ាំវានៅពេលព្រឹកទេប៉ុន្តែវាគ្រប់គ្រាន់សម្រាប់អាហារថ្ងៃត្រង់ចុះបើគ្មាននំប៉័ងចំហុយខ្ញុំគ្រាន់តែរង់ចាំរហូតដល់ខ្ញុំត្រឡប់មកផ្ទះញ៉ាំវាពូតើអ្នកខឹងទៀតទេខ្ញុំមិនខឹងនឹងអ្នកទេប៉ុន្តែអ្នកកំពុងលោតចុះមកទីនេះអ្នកអាចប្រាប់រឿងនោះបានទេពេលរយនឹងអ្នកអតីរវល់ខ្ញុំត្រូវតាមដានគាត់ពេលគាត់មើលទៅមិនសប្បាយចិត្តខ្ញុំមិនគួរនិយាយច្រើនទេ